រដ្ឋនគិរីថ្ងៃទី7 ខែមេសាឆ្នាំ2025លោកឧត្តមសេនីយ៍តូពងសុភាពស្នងការនគរបាលខេត្តបានដឹកនាំប្រមូលផ្ដុំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីត្រៀមខ្លួនរួចជាស្រេចនិងដាក់ចេញនូវវិធានការប្រើប្រាស់កងកម្លាំងសរុបមធ្យោបាយសរុបសម្រាប់ការងារការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងកម្មវិធីទទួលសង្ក្រាន្តឆ្នាំថ្មីទូទាំងខេត្តរតនគិរីដែលកាន់តែខិតជិតចូលមកដល់នាពេលខាងមុខនេះលោកឧត្តមសេនីយ៍តូស្នងការបានថ្លែងទៅកាន់កងកម្លាំងថាចាប់ពីថ្ងៃនេះតទៅយើងត្រូវត្រៀមឲ្យបានរួចជាស្រេចក្នុងការប្រើប្រាស់កងកម្លាំងនគរបាលសរុបកងកម្លាំងអន្តរាគមន៍ពិសេសឡានសារ៉ែនរថយន្តពន្លត់អគ្គិភ័យរថយន្តសង្គ្រោះម៉ូតូប្រដេញម៉ូតូបើកចល័តវិទ្យុតាក់ទងដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនសង្គមជាតិនិងប្រជាពលរដ្ឋតាមទីប្រជុំជនវត្តអារាមទីកំសាន្តសប្បាយនានាជាពិសេសទប់ស្កាត់ក្មេងទំនើងដែលជាមុខសញ្ញាបង្កបញ្ហានៅតាមគោលដៅកំសាន្តនីមួយៗជាចុងក្រោយលោកឧត្តមសេនីយ៍តូស្នងការបានប្រសិទ្ធពរជ័យជូនចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូមទទួលបានជោគជ័យគ្រប់ភារកិច្ចទទួលបានសេចក្តីសុខសប្បាយត្រជាក់ត្រទុំចម្រុងចម្រើនសុភមង្គលក្នុងការងារនិងក្រុមគ្រួសារធ្វើដំណើរទីជិតឬទីឆ្ងាយជួបតែប្រទេសសេចក្តីសុខសុវត្ថិភាពល្អគ្រប់ពេលវេលា